ទំនុកដំកើងជំពូកទី67សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំហើយប្រទានពរផងសូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកដល់យើងខ្ញុំដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ទ្រង់ហើយឲ្យអស់ទាំងសះដតីបានស្គាល់សេចក្តីសង្គ្រោះរបស់ទ្រង់ដែរអោព្រះអង្គអើយសូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ឲ្យជនទាំងឡាយសរសើរដល់ទ្រង់អោសូមឲ្យអស់ទាំងនគរបានអរសប្បាយហើយច្រៀងដោយអំណរចុះត្បិតទ្រង់នឹងជំនុំជម្រះអស់ទាំងសះដោយទៀងត្រង់ហើយគ្រប់គ្រងអស់ទាំងនគរដែលនៅផែនដីអោព្រះអង្គអើយសូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ឲ្យជនទាំងអស់សរសើរទ្រង់ចុះនោះដីនឹងបង្កើតផលឡើងហើយព្រះដ៏ជាព្រះនៃយើងខ្ញុំទ្រង់នឹងប្រទានពរមកយើងខ្ញុំព្រះទ្រង់នឹងប្រទានពរមកយើងខ្ញុំជាពិតហើយអស់ទាំងចុងផែនដីបំផុតនឹងកោតខ្លាចដល់ទ្រង់អាមែនអាមែនអរគុណព្រះអង្គសរសើរដល់ការព្រះអង្គ